ក្តៅពីថៃរកឃើញស្ត្រីវ័យក្មេងពីអាយុ15ទៅ17ឆ្នាំត្រូវបានចាប់យកទៅលក់ដូរដោយសត្វធាតុត្រឹមកន្លះខែសោះបង្ខំឲ្យទទួលភ្ញៀវលើសពី40ដង តាមការចេញផ្សាយដោយសារព័ត៌មានថៃរដ្ឋនៅថ្ងៃទី30ខែមិថុនាឆ្នាំ2025ឲ្យដឹងថាកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចទី5ថៃបានចុះបង្ក្រាបទីតាំងខារ៉ាអូខេពីរកន្លែងនៅស្រុកខុនអ៊ុំខេត្តនគរស៊ីធម្មរាជដោយបានរកឃើញស្ត្រីវ័យក្មេងអាយុពី15ឆ្នាំទៅ17ឆ្នាំត្រូវបានចាប់យកទៅលក់ដូរដោយសត្វធាតុត្រឹមតែកន្លះខែសោះបង្ខំឲ្យទទួលភ្ញៀវលើសពី40ដងក្នុងប្រតិបត្តិការនេះលោកវីរៈសេនីតូណត្តផលដាវវៀងនាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចទី5ថៃបានធ្វើកំណត់ហេតុនិងបានរកឃើញថាទាំងពីរករណីសុទ្ធតែជាករណីសាហាវដ៏សែនតក់ស្លុតបំផុតនៅក្នុងនោះស្ត្រីជនរងគ្រោះទី1មានឈ្មោះហៅក្រៅអយធ្វើការបាន1ខែត្រូវបង្ខំឲ្យទទួលភ្ញៀវចំនួន70ដងទទួលបានប្រាក់3000បាតក្នុងមួយលើកនិងក្មេងស្រីជនរងគ្រោះទី2ទើបតែនាំមកធ្វើការបានជាងកន្លះខែមានឈ្មោះហៅក្រៅពុយត្រូវបង្ខំឲ្យទទួលភ្ញៀវ40ដងយ៉ាងវេទនាផ្លូវចិត្តដោយទទួលបានប្រាក់2500បាតក្នុងមួយលើកស្ត្រីជាមេបនហាងមានឈ្មោះវ៉ាន់វិសាមានអាយុ37ឆ្នាំត្រូវជាម្ចាស់ហាងខារ៉ាអូខេណងថេកនិងស្ត្រីម្នាក់ទៀតមានឈ្មោះរងណាផាអាយុ49ឆ្នាំជាម្ចាស់ហាងខារ៉ាអូខេចាចាត្រូវបានកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចទី5ថៃចាប់ឃាត់ខ្លួននិងបញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទជួញដូរមនុស្សអំពើបេសកចារនិងកេងប្រវ័ញ្ចផ្លូវភេទចំពោះក្មេងស្រីដែលមានអាយុក្រោម18ឆ្នាំយ៉ាងណាមិញវត្ថុតាមប្រមូលបានរួមមានវិក័យប័ត្រទូទាត់ប្រាក់និងសៀវភៅបញ្ជីប្រចាំថ្ងៃកត់ត្រាពីចំនួនលក់សេវាកម្មទៅឲ្យភ្ញៀវដោយឡែកក្មេងស្រីជនរងគ្រោះទាំងពីរនាក់និងក្មេងស្រីដទៃទៀតត្រូវបានជួយសង្គ្រោះត្រយងនាំសារពិតគ្រប់ទីកន្លែង